ឧត្តមច័យបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាអញ្ជើញដឹកនាំមន្ត្រីរាជការក្រសួងនិងសាសនាអ៊ីស្លាមសាសនាគ្រឹះព្រមទាំងសាសនាផ្សេងៗមកសួរសុខទុក្ខនិងនាំយកអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគជូនដល់វីរៈកងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារដោយមានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍គតិសង្ឃបណ្ឌិតហ៊ីងប៊ុនហៀងអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរៈនៅព្រឹកថ្ងៃទី16 ខែកក្កដាឆ្នាំ2025 ឯកឧត្តមច័យបូរិនបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខសេចក្តីនឹករលឹកនិងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតដែលជានិច្ចកាលតែងគិតគូរយកចិត្តទុកដាក់ជាប្រចាំពីសុខភាពនិងសុខទុក្ខបងប្អូនកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខគ្រប់ពេលវេលាក្នុងពិធីសំណេះសំណាលជាលក្ខណៈមហាគ្រួសារខ្មែរក្នុងស្មារតីជួរក្រោយគាំទ្រនៅជាប់ជានិច្ចជាមួយយុទ្ធជនជួរមុខឯកឧត្តមរដ្ឋមន្ត្រីបានគូបញ្ជាក់ថាកម្ពុជាប្រកាន់ភ្ជាប់នូវគោលជំហររក្សាសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងដោយអ្វីដែលប្រមុខដឹកនាំដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជាសម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាញឹកញាប់រួចមកហើយពិសេសនៅពេលសម្ដេចទាំងពីរបានអញ្ជើញមកសួរសុខទុក្ខវីរៈកងទ័ពកាលពីពេលថ្មីនេះប៉ុន្តែជាអកុសលដែលយើងមានអ្នកចិត្តខាងដូចជាសៀមមានចិត្តមិនស្មោះចិញ្ចឹមចិត្តឈ្លានពានរំលោភបំពានទឹកដីរបស់កម្ពុជាតាំងពីអតីតកាលរហូតមកដោយសារបញ្ហានយោបាយទីក្រុងបាងកកភាគីថៃបានបង្កចំនួនរំលោភបំពានលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាដែលផ្ទុយនឹងកិច្ចព្រមព្រៀងទ្វេភាគីនិងធម្មនុញ្ញសហប្រជាជាតិសមដោយប្រសាសន៍សម្ដេចតេជោលើកឡើងថាមានមិត្តចិត្តខាងល្អដូចមានមាសពេលមានមិត្តចិត្តខាងអាក្រក់ដូចមានមីនឯកឧត្តមច័យបូរិនបានគូបញ្ជាក់ថាការសម្រេចចិត្តរបស់កម្ពុជាយកបញ្ហាប្រាសាទតាម៉ុនធំប្រាសាទតាម៉ុនតូចប្រាសាទតាក្របីនិងតំបន់មុំ3ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីឲ្យបានឆាប់ចប់ជាស្ថាពរជាជាងបន្សល់ទុកបញ្ហាឲ្យនៅបន្តជាស្រពេចស្រពិលរយៈពេលវែងដែលអាចបង្កឲ្យកើតមានជាជម្លោះប្រដាប់អាវុធសាជាថ្មីជាមួយគ្នានេះកម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញជាការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ក្រៅពីតំបន់ទាំង4ខាងលើដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាថៃបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរតាមរយៈគ្រប់យន្តការដែលមានស្រាប់ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជាថៃកម្ពុជាមិនចង់បានអ្វីក្រៅពីយុត្តិធម៌ភាពត្រឹមត្រូវនិងច្បាស់លាស់មួយប៉ុណ្ណោះក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងដើម្បីកុំឲ្យកូនចៅចំនួនក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នាជាពិសេសការកសាងខ្សែបន្ទាត់ព្រំដែនឲ្យក្លាយជាព្រំដែនសន្តិភាពមិត្តភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើជាការងារមួយប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ដើម្បីការពារបូរណភាពទឹកដីនិងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជននៅក្នុងឱកាសនេះឯកឧត្តមច័យបូរិនបានថ្លែងអំណរគុណនិងដឹងគុណជាអនេកចំពោះបងប្អូនកងទ័ពនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានពលិកម្មយ៉ាងអង់អាចក្លាហាននិងមានស្មារតីមោះមុតក្នុងបេសកកម្មការពារព្រំដែនជាខឿនឯករាជ្យជាតិបូរណភាពទឹកដីនិងមាតុភូមិហើយគំរូវីរភាពដ៏មហិមាដែលមានតម្លៃមិនអាចកាត់ថ្លៃបាននេះគឺជាកត្តាចាំបាច់បំផុតក្នុងការធានាបាននូវសុខសន្តិភាពស្ថិរភាពការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងភាពសុខក្សេងខ្សាន្តរបស់ប្រជាជនហើយនេះជាគំរូដ៏ឧត្តមឧត្តមសម្រាប់ប្រជាជនខ្មែរគ្រប់រូបព្រមទាំងកូនចៅចំនួនក្រោយៗត្រូវរៀនសូត្រនិងយកតម្រាប់តាមសូមជម្រាបជូនថាអំណោយដែលឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញនាំមកចែកជូនវីរៈកងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារនាឱកាសនេះរួមមានថ្នាំពេទ្យអង្ករទឹកក្រូចត្រីខខ្មែរមីជាតិត្រីងៀតសាច់គោស្រស់សាច់ក្រកទឹកស៊ីអ៊ីវនិងថវិកាមួយចំនួនផងដែរ